បាទឥឡូវខ្ញុំធ្វើការ remote ដែលមកជាគាត់ order ដុំ iPad Pico នេះណាបាទរបៀបចុចគឺយើងចុចឲ្យវាចេញអញ្ចឹងណាចុចឲ្យវាចូល DHU mode ហើយវារត់មកភ្លើងលឿងហើយនឹងភ្លើងខៀវខៀវភ្លឺច្បាស់ខម message នេះគឺវាចូល driver bypass ហើយអញ្ចឹងបិទជាងចុចចូលកន្លែងហ្នឹងហើយមកជាងដកចេញហើយដាក់ដូចធម្មតាចូលវិញណាដើម្បីយក bypass ជាងយើងធ្វើតាម unlock tool ក៏បានធ្វើតាម EAT ក៏បានអានេះវីដេអូនេះខ្ញុំកាត់តែព្រោះខ្ញុំអត់បានធ្វើនៅកន្លែងនេះខ្ញុំ remote ឲ្យមិត្តជឿនឲ្យគាត់ទិញដុំពីខ្ញុំទៅបាទឥឡូវនេះខ្ញុំធ្វើតាម EAT អញ្ចឹងយើងបើក EAT យើងចូលយើងយកUSB របស់យើងចុចឲ្យវាចូល DH mode ទៅឲ្យវារ៉ានអា driver bypass ហើយគឺវាអូតូហ្មងEAT នេះវាចុច bypass ទៅអូតូហើយយើងយកតាមលេខរៀងចឹងមកអញ្ចឹងយើង bypass password ចាប់ពី11ព្រមចុងមកក្រោមនេះគឺវា surprise មែនតើEAT នេះសារមកជាងចង់បានកម្មវិធី EAT ចង់អភិវឌ្ឍឬក៏មកជាងចង់ជួលប្រអប់ជាងាយជាខែជាឆ្នាំអីអាចឆាប់ឲ្យខ្ញុំបានចិនតម្លៃ order តម្លៃជួលប្រអប់គឺវាតម្លៃវាធូរអញ្ចឹងEAT នេះគឺការធ្វើវាស្រួលជាងUnlock Toolវា error ច្រើនEAT នេះខ្ញុំធ្វើភាពកម្រ error បើសិនណាប៉ុន្តែបើយើងធ្វើ tool free ទាំងអស់ហ្នឹងវា error ទាំងអស់ហ្នឹងខ្ញុំមាន tool server សម្រាប់យើង order សេរីធ្វើមួយ server ទៀតអញ្ចឹងបើសិនណាមកជាងចង់ដឹង service របស់ខ្ញុំអាចចុចចូល group support បានគ្រប់ Telegram បាទឥឡូវនេះយើងធ្វើការ backup backup វាមុនដំបូងយើង backup វាពេលតែ backup ហើយ update ហើយអស់អញ្ចឹងទៅវា backup អស់ហើយវានឹងអូតូឲ្យយើងរ៉ាស់អីគាត់តែយើងធ្វើតែហ្នឹងទៅគាត់ថាយើងចូល DHU mode ហើយយើងរ៉ាំម្ដងទៀតយើង restore វិញគឺហើយវាងាយស្រួលបំផុតជាមួយនឹង EAT នេះអញ្ចឹងវាសាំញ៉ាំច្រើនទេអានេះbackup iCloud ពួកចាស់យើងកុំលុបវាចោលណាបើសិនណាថ្ងៃក្រោយទូរស័ព្ទដែលយើងប្របែកផាហ្នឹងយើងបាន backup វាទុកហើយប៉ុន្តែគឺមិនជាងគាត់បុកឡើង version បុកអីទៅជាប់យើងអាច restore iCloud ចាស់ហ្នឹងចូលឲ្យគេវិញអញ្ចឹងអាហ្នឹងវាមានតម្លៃណាកុំលុបចោលសោះយើងទុកសារ៉ាប់ទូរស័ព្ទហ្នឹងអញ្ចឹងណាបាទឥឡូវនេះវាកំពុងរ៉ាន់ទៅហើយចឹងវាអូតូបើសិនតែមិនជាងចង់ជួលអីយើងខ្ជិលអត្តពេទ្យអាចជួលបានមានជាម៉ោងជាឆ្នាំអីចឹងណាបាទឥឡូវឃើញទេអាម៉ោងនេះគឺអូតូមិនបាច់ select file select អីច្រើនតង់ដូចអានោះធួទេគឺវាអូតូហ្មងសម្រាប់តែអ្នកអត់ចេះសោះគាត់តែមើលក៏យល់ដែរចុចតែតាមដំណើរវាទៅយើងអាចបែកផាប់បានហើយពួកប្រភេទតែជាប់ password ក៏ដៃហើយវាមាន iCloud អញ្ចឹងយើងបែកផាសទៅយើងរំលងទាំង iCloud រំលងទាំង password ក៏ដៃយើងអាចដាក់ SIM ដាក់អីប្រើបានមានសេវាមានអីចឹងណាបាទឥឡូវនេះវាសួរយើងយើងកណ្តិចកុំដកវាបើយើងកុំឲ្យដកទុយចេញណាហើយយើងមើលទូរស័ព្ទយើងទៅបើយើងកណ្តិចអ៊ីស្រួលបួលហើយយើងចុចអូខេទៅវារ៉ាន់ទៅម្ដងទៀតហើយបាទអានេះវារ៉ាន់ទៅឃើញទេ amount នេះក៏វាអូតូទាំងអស់វាដូចអានោះធ្វើយើង select profile ក៏វារើយដែរអានេះវា select ឲ្យយើងចុចផងអញ្ចឹងវាសាំខ្ញុំច្រើនទៅបាទវារ៉ាន់ទៅវីដេអូនេះអត់បានធ្វើឲ្យស្រួលមើលប្រហែលទេព្រោះកាត់ច្រើនកណាស់ទេព្រោះខ្ញុំ remote ឲ្យអ្នកដែលទិញដុំ3ផាសមកខ្ញុំមកឥឡូវយើងធ្វើការ update ហើយវាឲ្យ error ហើយអញ្ចឹងយើងបើកមើលសិនយើងបើកមើលវា full ពេលខ្លះ backup វាបាត់ file អីមួយអញ្ចឹងយើងកុំតន់ error វាយើងធ្វើម្ដងទេអញ្ចឹងណាអានេះខ្ញុំមើលទៅវា full អស់ហើយយើង error ខ្ចោលទៅបាទដែលពេលដែលយើង error រួចហើយយើងរងចាំវាបន្តិចទៅទូរស័ព្ទវានឹងបើកឆេះមកទៅ hello screen ណាពេលដែលវាមកដល់កន្លែង hello screen ហ្នឹងហើយយើងគ្រាន់តែដុំបាយផារបស់យើងអញ្ចឹងយើងធ្វើសារដើមប៉ុន្តែយើងអត់backup ទេលើកនេះយើង restore វាយើង restore វាចូលណា
យើង restore វាចូលបាទឥឡូវនេះខ្ញុំឲ្យគាត់ឆែកមើលសិនវា error នៅមកជាងមើលទូរស័ព្ទដែរណាបើសិនណាយើង error ទៅវាគាំង logo យើងធ្វើការ flash វាថ្មីទៅឬក៏ update វាក៏បានដែរបញ្ជាក់បើសិនណាយើងទូរស័ព្ទខ្លះវា error នៅលើ version ចាស់ចឹងយើងអាច flash update បានហើយមកជាងបាច់ខ្លាចថាយើង flash ទៅវានឹងអាចមក hello screen ទេកន្លែង flash គឺយើង select ឲ្យចំកន្លែងវាមកកន្លែង update វាមកគឺវាអត់ error ទេបាទឥឡូវនេះយើងធ្វើម្ដងទៀតចឹងណាវាយើងបើកដល់ hello screen ណាឥឡូវយើងដល់ដល់ bypass យើងហ្នឹងមកបាទដល់វាចឹងវាស្គាល់ចឹងហើយយើងដកអាហ្នឹងចេញមកដកចេញហើយយើងដាក់ដូចធម្មតាគាត់អាហ្នឹងគាត់ថាយើងដោតឲ្យវា run driver bypass ទេបាទដោតវាដល់ដូចធម្មតាចូលមកហើយយើងចុច start ទៅវា run auto អញ្ចឹងវាអត់មានប្រមាអីទេហើយមិត្តជាអញ្ចឹងបានឧបករណ៍ bypass នេះកុំភ្លេចឆាតមកខ្ញុំបាទឥឡូវយើងនេះវាខ្ញុំយក amount 2អញ្ចឹងយើងពេលខ្លះយើងអត់ដឹង version របស់វាមាន3 amount 3 file របស់វាគឺវា select auto មកយើងធ្វើអាទី1 error យើងធ្វើអាទី2ម្ដងទៅបើទី2 error យើងធ្វើអាទី3ម្ដងទៅអញ្ចឹងវាអត់មានបញ្ហាទេ3 select ទៅយើងអត់ដឹង iOS វាមិនអញ្ចឹងណាបើសិនតែយើងអត់ update ទៅ version ចុងក្រោយពេលខ្លះយើងធ្វើនៅលើ version ចាស់ល្អជាង update ពេលខ្លះ update ទៅវាអាចនឹងប្រអប់ខ្លះវា backup អត់បានទេចឹងយើងធ្វើលើ version ចាស់សិនទៅបើសិនណាយើងធ្វើអត់បានចឹងយើង update វាទៅបាទនេះយើងកំពុងតែ remedy វាទៀតហើយ remedy ហើយយើងគាត់ណា restore ទៅវានិយាយទៅវា remedy ហើយវាចេញ start auto ឲ្យយើងរើសមកមិនភ័យថាយើងច្រឡំទេណាច្រឡំយកនេះយកនោះទេបាទឥឡូវវា auto មកទីរួចរាល់ហើយឥឡូវចាំមើលតិចទៅហើយឡើយព្រោះអីវីដេអូនេះវាធ្វើពីចម្ងាយអញ្ចឹងកាត់ទៅនេះកាត់ទៅនោះដើម្បីឲ្យបញ្ចូលឲ្យមិត្តជាងគាត់បានឃើញបើសិនណាមិត្តជាងគាត់មានឧបករណ៍នឹងស្រាច់ហើយអត់យល់ពិបាកធ្វើខ្ញុំអាចចូលធ្វើបានបូកសេវាកម្មទៅលើតិចតួចទេបាទឥឡូវនេះវាពងតែរ៉ាន់ទៅទេរ៉េមនេះទៅខ្ញុំចាំមើលទាំងអស់គ្នាចិត្តហើយនិយាយទៅចាប់ពីXS ដល់11 Pro Max ហ្នឹងគឺត្រូវការដុំ bypass ហ្នឹងដើម្បីយើង run driver bypass ចូលបាទចាំមើលតិចទៅរួចរាល់ហើយបាទកន្លែងនេះវាបញ្ជាក់សួរយើងថាឌុយហ្នឹងមានដកចេញអត់បើសិនណាយើងអត់ដកអត់អីទេយើងចុច OK មកវា run ទៅទៀតហើយបាទអានេះវាបង run ទៅទៀតហើយវាពេចម៉ោងពេចអីអូតូទៅបណ្ដោយUnlock tool server ឥឡូវពិបាករឿងថាពេលដែលយើងធ្វើយើងវា error ច្រើននេះពេលច្រើនខ្ញុំប្រើ EAT ឡើយប៉ុន្តែបើមិត្តជាងធ្លាប់ប្រើ Unlock tool យើងមានអីប្រើហ្នឹងទៅបាទឥឡូវនេះយើង backup ហើយឥឡូវយើងយក restore ទៅគឺវាមិនលងឲ្យ cloud ហ្នឹងតែម្ដងហើយ password គឺវាលេងជាប់ដែរបាទឥឡូវនេះវាឲ្យយើងបិទ update បិទ reset auto select យកចឹងមកប៉ុន្តែបញ្ជាក់ណា EAT វាអត់ឆេះ auto ទេបើយើងធ្វើចេះយើងជប់ជ័យ 100% ហើយគ្រាន់តែយើងត្រូវការដកម៉ាស៊ីនហ្នឹងបើកដោយដៃបើកឆេះទៅវាដល់ program auto ព្រោះឡែងយើងបិទ update បិទអីវា skip activate ទៅយើងមិនបាច់ activate ទេគ្រាន់តែយើងបើកទៅគឺដល់ program ប្រើតែម្ដងបាទឥឡូវខ្ញុំប្រើប្រកបបើកទូរស័ព្ទហើយដើម្បីយើងតេស្តមើលវាដល់ program លងឲ្យ cloud ហ្នឹង
ពេលយើងធ្វើហើយយើងដាក់ SIM ដាក់អីស្គាល់លេងអ៊ីនធឺណិតឲ្យដើរធម្មតាហ្នឹងអត់មានបញ្ហាទេបាទឥឡូវដកលុយចេញហើយយើងឲ្យខ្ញុំឲ្យគាត់បើកមិនចាំបើសិនតែមិត្តជាងត្រូវការឧបករណ៍បាយផាននេះអាចទៅអ្នកនងខ្ញុំបានឥឡូវនេះមាន stop ប៉ុន្តែមិនមានច្រើនទេព្រោះអាហ្នឹងអីវ៉ាន់ថាអត់តន់ trend អញ្ចឹងមានមួយឆាវហ្នឹងទេគឺអត់ទិញយកមកលក់ស្គាល់រហូតទេព្រោះហ្នឹងតាមមក trend ហ្នឹងហើយគឺអស់ហើយលេងមានអីវ៉ាន់ហ្នឹងហើយសិនមិត្តជាងអត់តន់មានទេអាចឆាតមកខ្ញុំបានឥឡូវនេះនៅមាន stock បាទឥឡូវខ្ញុំមកគាត់បើកហើយអានេះខ្ញុំធ្វើបទបង្ហាញសិនមិត្តជាងមានត្រូវការឆាតមកពេលឥឡូវបើកហើយហើយបើសិនណាមិត្តជាងអត់មានឧបករណ៍ធ្វើទេត្រូវតែទិញអាហ្នឹងទិញអាអត់មានធោសារ៉ាបាយផាសទេណាទិញឧបករណ៍ហ្នឹងទៅខ្ញុំអាចជួយធ្វើពីចង្ងាយដូចគាត់ចឹងណាបាទគេគាត់អត់ចេះទេគាត់អ្នកលក់អញ្ចឹងយើងមានសេវាកម្មជួយធ្វើគាត់ពីចង្ងាយឥឡូវហើយបាទតែគេបាទ 100% ចឹងដាក់ SIM ក៏មានសេវាមានអីចឹងយើងអាចយកទៅលក់បានធូក៏បានហត់ទុកចោលគាត់ច្រើន